នេះបងប្អូនទាំងអស់គ្នាខ្ញុំឃើញជើងរបស់គាត់ខ្ញុំខ្លោចចិត្តមែនតែនតែម្ដងណាបងប្អូនអើយហើយប្រវត្តិរបស់គាត់រៀងជួយចត់មែនតែនហ្មងជើងនេះមិនមែនទៅតែមានវីដេអូនេះទេបងប្អូនជើងគាត់នេះឈឺយូរហើយខ្ញុំថតយូរណាស់ហើយខ្ញុំមិនដាច់ចិត្តបញ្ចេញទេប៉ុន្តែដោយសារតែខ្ញុំផុសក្បាលវីដេអូដែលខ្ញុំអត់ទាន់បានធ្វើហ្នឹងណាបងប្អូនចាខ្ញុំផុសហើយបងក៏ចង់ឲ្យខ្ញុំផុសការកាត់ការអីចឹងទៅបងប្អូនឥឡូវនេះគឺខ្ញុំបញ្ចេញហើយមុនខ្ញុំគ្រាន់តែនិយាយប៉ុន្តែខ្ញុំអត់មានវីដេអូទៅពេលអញ្ចឹងទៅបងគាត់អត់សូវជឿខ្ញុំទេគាត់គិតថាខ្ញុំបន្តិចរឿងណាបងប្អូនវីដេអូមុនបងប្អូនតាមដានខ្ញុំគឺគាត់ដឹងហើយណោះខ្ញុំថាអញ្ចេះភ្ញៀវខ្ញុំពេលដែលគាត់ទៅកាត់តាជាក្រាញ់អញ្ចឹងណាបងប្អូនពេលដែលកាត់ហើយគេយកអត់អស់គេឆ្កឹះទៅនៅឈឺនៅហើមវាខ្លាំងអញ្ចឹងហ៎បងប្អូនចាគាត់ទៅរកកន្លែងដែលគាត់កាត់វិញអញ្ចឹងណាគេអត់កាត់ឲ្យទេមិនថែមទាំងគេមិនកាត់ឲ្យគេជេរគេបចោលគេថាឲ្យហើយមិនមែនមានតែភ្ញៀវដែលខ្ញុំផុសនេះទេបងប្អូនចាអានេះគាត់ស្រីបងប្អូនទៀតគាត់ប្រុសហើយគាត់ជួបអញ្ចឹងណាសឹងថាមានច្រើនខ្លាំងមែនតើប៉ុន្តែខ្ញុំអត់ផុសអត់និយាយទេប៉ុន្តែពេលដែលខ្ញុំនិយាយនឹងបងប្អូនទាំងអស់គ្នាមួយចំនួនទូចទេគាត់គិតថាខ្ញុំហ្នឹងបដិទ្ធរឿងមិនដែរជាងណាទៅថាឲ្យភ្ញៀវអញ្ចឹងខ្ញុំជាងដែរខ្ញុំមិនដែរនិយាយអញ្ចឹងដាក់ភ្ញៀវបងប្អូនអើយមនុស្សហាបងប្អូនចិត្តមិនដូចគ្នាទាំងអស់ទេអ្នកខ្លះគាត់អត់ទទួលបងប្អូនបារម្ភណារីណាខ្លះដែលគាត់មានកញ្ចក់ខូចកញ្ចក់ខ្សោយកញ្ចក់ទុនហើយកញ្ចក់បែបនេះមែនទេអបអារម្មណ៍ហើយជាមួយនឹងកញ្ចក់ដែលគាត់មានបញ្ហាពុកផុយស្អុយក្រាំងស៊ីកញ្ចក់ដែលគាត់ក្រិនអត់លូតលាស់លាបជើទុនបាក់លហើយបងប្អូនអាចប្រើជាមួយនឹងស្រោមព្យាបាលកញ្ចក់នៅក្នុងហាងម៉ាក់បេឡាបានមួយថ្ងៃបងប្អូនបតត2ទៅ3ដងបងប្អូននឹងឃើញប្រសិទ្ធភាពថាប្រភេទតាជាក្រាញ់លៀនសាច់ប្រភេទពពួកមេរោគផ្សិតស៊ីកញ្ចក់ដែលខូចក្រិនក្រាស់ពីកំណើតពពួកមេរោគបែបនេះបើវាមានបញ្ហានៅលើកញ្ចក់ជើងមួយហើយវានឹងរីករាលដាលទៅកញ្ចក់ជើងផ្សេងទៀតសម្រាប់ស្រោមព្យាបាលនៅក្នុងហាងម៉ាក់បេឡាអត់មានពណ៌អត់មានក្លិនអត់ផ្សាអត់កាហាយគុំក្មេងអាយុចាប់ពី1ខួបឡើងទៅអាចប្រើបានមិនថាប្រុសឬក៏ស្រីចាស់ឬក៏ក្មេងមិនថាកញ្ចក់កាន់ស្នឹមខូចយូរឆ្នាំក៏ដោយក៏បងប្អូនប្រើទៅឃើញប្រសិទ្ធភាពក្នុងរយៈពេល10ថ្ងៃទៅ1ខែបងប្អូននឹងឃើញប្រសិទ្ធភាពហើយនេះគឺជា feedback ភ្ញៀវដែលគាត់ប្រើហើយដល់អស់ផងនិយាយទៅបងលេខមិនអត់គឺប្រើល្អមែនតើបងបានរយហ្នឹងដោយសារនេះកញ្ចក់បងសិតស៊ីឡើងដល់គុលស៊ីឡើងរិចឡើងគ្មានកញ្ចក់គាត់សោះបងប្រើអស់3ដងឥឡូវកញ្ចក់ដោះស្អាតដូចធម្មតាចឹងគាត់ទេថាគាត់អ្នកកាត់ឈឺអ្នកកាត់ហើមគាត់ធ្វើឲ្យគេហើមធ្វើឲ្យគេឈឺមែនគាត់គិតថាគេហ្នឹងកើតជំងឺនេះជំងឺនោះកើតទឹកនោមផ្អែមឬក៏កើតហូបអីផ្សេងនេះគឺជាលេសជាងផ្សេងខ្ញុំអត់ដឹងទេតែបើសម្រាប់ខ្ញុំបងប្អូនខ្ញុំមានទំនួលខុសត្រូវចាបើខ្ញុំកាត់ឲ្យគេឈឺកាត់ឲ្យគេហាមឆ្កឹះអត់អស់ចាមនុស្សយើងវាតែងតែមានផ្្លាត់ហើយដំរីជើងមុនតែងមានផ្្លាត់ហើយវាមិនដែលធ្វើល្អអត់ខ្ចោះ 100% បានទេខ្ញុំតែងតែណាត់ជូនភ្ញៀវអតិថិជនរបស់ខ្ញុំឲ្យបងបើសិនជានៅឈឺនៅហាមមួយទឹកក្រោយបាយស្រូតមកវិញណាបងណាមួយទឹកគឺដឹងហើយថាជើងនឹងនៅឬក៏មិននៅអានឹងគឺករណីដែលជើងនឹងយើងសង្ស័យតែគាត់ឈឺអត់ព្រមឲ្យយើងឆ្កឹះតែងតែណាត់ជូនគាត់ហើយនេះហើយគឺជាទំនួលខុសត្រូវនៅក្នុងហាងខ្ញុំតែមួយចំនួនតូចដែរដែលគាត់មានអត្តចរិតដែលដូចខ្ញុំនិយាយថាធ្វើឲ្យគេឈឺធ្វើឲ្យគេហើមហើយចោទថាគេមានជំងឺនេះមានជំងឺនោះចោទគេថាមានបញ្ហាអីហើយអត់ទទួលកាត់ហើយស្ដីឲ្យថាឲ្យគេទៀតអាហ្នឹងមួយចំនួនតូចទេសម្រាប់នៅក្នុងហាងខ្ញុំអាមិនក៏មានដែរបងប្អូនប៉ុន្តែខ្ញុំអត់សូវនិយាយច្រើនដោយសារដឹងស្រាប់ឲ្យពេលដែលយើងនិយាយគេគិតថាយើងនឹងប្រឌិតរឿងអស់ហ្នឹងអត់ដឹងប្រឌិតមកដើម្បីអីទេបងប្អូនអត់មានផលប្រយោជន៍អីសម្រាប់ខ្ញុំទេហើយនេះគឺជាសារមួយដាស់តឿនដល់បងទាំងអស់គ្នាមើលទៅមិនຕົកចិត្តមិនបាច់ធ្វើទេបងប្អូនតាមដានឲ្យច្បាស់ហើយមើលកន្លែងណាដែលមានជំនាញបងប្អូនចូលនៅហ្នឹងទៅក៏បងប្អូនមានអ្នកស្គាល់ឬក៏មានជាងផ្ទាល់ខ្លួនដែលមានជំនាញហើយកុំដូរពេលដែលដូរខ្លាចមានបញ្ហាដូចគាត់ឈឺយូរគូសមហើយគាត់ឡើងរៀងហ្មងអត់ហ៊ានទេប៉ុន្តែគាត់ឃើញវីដេអូរបស់ម៉ាក់បេឡាបងប្អូនអញ្ចឹងទៅគាត់សម្រេចចិត្តជិះពីខេត្តមកដើម្បីមកធ្វើនៅហាងម៉ាក់បេឡាណាមិនមែនជារឿងធម្មតាទេបងប្អូនសារតែឃើញហាងម៉ាក់បេឡាមានជំនាញហើយកាត់ប្រភេទតាជាក្រាញ់ខ្លាំងបែបហ្នឹងហើយអត់រើសអើងទេតាជាក្រាញ់បែបណាក៏ម៉ាក់បេឡាធ្វើដែរមិនថាប្រុសមិនថាស្រីមិនថាចាស់មិនថាក្មេងទាំងហើយបងប្អូនទាំងអស់គ្នាដែលគាត់ចង់មកហាងម៉ាក់បេឡាគឺងាយស្រួលរកឯងបងប្អូនទីតាំងរបស់ម៉ាក់បេឡានៅខាងសាស្ទឹងមានជ័យថ្មីហើយបងទាំងអស់គ្នាមកហើយបងប្អូនគួរតែមានលេខហើយលេខទូរស័ព្ទរបស់ម៉ាក់បេឡា093 678 យកសភៅយកប៊ិចកត់មកបងប្អូនយកលេខយកទូរស័ព្ទសេវមកលេខនឹងក៏មាន Telegram ដែរបងប្អូនអ៊ំពូមីងអាចសេវ Telegram មកឆាតមកលឿនបងប្អូនទាំងអស់គ្នាឆាតមកតាមឆាតរៀងយូរបន្តិចបងប្អូនដោយសារតែ page ខ្ញុំវាមានច្រើនតែខ្ញុំតប page មួយអស់ចូល page មួយតប page មួយចូល page មួយរៀងយូរអញ្ចឹង Telegram លឿនល្អប
បំផុតពលហេតុ Telegram លឿនទេបងប្អូន Telegram ឆាតមកភ្លាមគឺលោតក្រឹងភ្លាមហ្មងចឹងយើងដឹងណាទោះខ្ញុំរវល់ក៏ខ្ញុំឆ្លៀតតបដែរចឹងមិនថាបងប្អូនមិនថាធ្វើការងារអីក៏ដោយបើយើងធ្វើចេញមកពីបេះដូងចេញពីការស្រឡាញ់របស់យើងចេញពីជំនាញពិតប្រាកដរបស់យើងណាបាសណាស់លទ្ធផលចេញមកគឺដឹងតែល្អហើយបើយើងបកកាយហើយយើងល្អហើយយើងចេះអាប់ដេតសមត្ថភាពខ្លួនឯងទៀតណាគឺរត់តែបកកាយរត់តែល្អទៀតបើសម្រាប់ខ្ញុំបងប្អូនចាខ្ញុំអត់ទាន់អាចនិយាយបានថាខ្ញុំបកកាយល្អ perfect គេខ្ញុំនៅតែមានចំណុចខ្វះខាតខ្ញុំនៅតែមានផ្លាត់ខ្ញុំនៅតែមានកាត់តិចក្រាញ់ឲ្យគេហើមប៉ុន្តែហាងខ្ញុំគឺមានទំនួលខុសត្រូវហាងខ្ញុំអត់ទុកភ្ញៀវចោលឲ្យមានដំណោះស្រាយជូនគាត់ជាធម្មតាយើងធ្វើហើយបើសិនជាខ្ញុំសង្ស័យថាជើងនឹងនៅមានតិចក្រាញ់នៅមានស្បែកមានអីគឺខ្ញុំតែងតែប្រាប់គាត់ឲ្យបងនៅមានស្បែកហើយបើឆ្កឹះអានឹងរៀងឈឺតិចបើឯងអាចទ្រាំបានអត់បើឯងទ្រាំបានខ្ញុំឆ្កឹះឲ្យឯងទៅអស់តែបើសិនជាគាត់ថាគាត់ទ្រាំអត់បានទេសម្រាប់សិនណាបើសិនជាជើងនឹងប្រហែលថ្ងៃក្រោយមកត្រូវធ្វើមិនអីចឹងគឺយើងតែងតែប្រាប់គាត់ឲ្យបងបើសិនជារយៈពេល5ថ្ងៃទៅមួយអាទិត្យជើងបងនៅតែឈឺខ្លាំងឈឺលើដើមណាបងសូត្រមកវិញអានឹងបានន័យថាជើងដែលបងនៅហ្នឹងណាឬក៏ស្បែកដែលបងនៅវាមានបញ្ហាហើយបងកាត់ចេញគឺធូរជាលែងមានឈឺលែងមានហើមអីហើយជាទំនួលខុសត្រូវរបស់ខ្ញុំថ្ងៃបងប្អូនខ្ញុំបើកហាងខ្ញុំយកភាពស្មោះត្រង់យកភាពត្រឹមត្រូវខ្ញុំយកមកធ្វើយកជំនាញដែលសែនថ្លៃថ្នូរច្បាស់លាស់របស់ខ្ញុំនេះយកទៅធ្វើជូនគាត់ឲ្យយកចិត្តទុកដាក់ហើយធ្វើអ្វីដែលជាខ្លួនឯងមិនបំពេញអ្នកណាមិនខ្សែលើមិនចង់បានរបស់អ្នកណាធ្វើតែអ្វីដែលខ្លួនយើងមានណាបងប្អូនមើលតែភ្ញៀវខ្ញុំរាល់ថ្ងៃទៅគាត់មកហាងមកបេឡាច្រើនខ្លាំងមែនតើណាយើងអត់មានអីនិយាយទៅគាត់ថាគឺអរគុណខ្លាំងសម្រាប់ទំនុកចិត្តមួយហ្នឹងគាត់មកដោយក្តីស្រឡាញ់មកដោយពេញចិត្តចូលចិត្តម៉ាក់បេឡាចូលចិត្តចរិតខ្ញុំបែបហ្នឹងមិនថាការកាត់តិចក្រាញ់ស្រឡាញ់អ្នកណាមើលអ្នកនឹងស្រឡាញ់អ្នកណាមកធ្វើអ្នកនឹងមកតែបើចង់មកហាងម៉ាក់បេឡាទីតាំងនៅខាងសាស្ទឹងមានជ័យថ្មីអរគុណខ្លាំងមែនតើសម្រាប់ការស្រឡាញ់